Trong púa tí 4 cáchដំណើរការអាជីវកម្មផ្នែកទី1កាតព្វកិច្ចរបស់ក្រុមហ៊ុនឬសហគ្រាសមាត្រា10ក្រុមហ៊ុនឬសហគ្រាសត្រូវមានកាតព្វកិច្ចដូចខាងក្រោមត្រូវមានស្លាកយីហោអាជីវកម្មនៅពីមុខកន្លែងធ្វើអាជីវកម្មតាមទម្រង់ដែលកំណត់ដោយ ន.អ.ប. ត្រូវដាក់បង្ហាញអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មនៅទីតាំងធ្វើអាជីវកម្មនិងងាយមើលឃើញត្រូវធ្វើអាជីវកម្មឲ្យបានត្រឹមត្រូវស្របតាមនាមករអាសយដ្ឋាននិងលក្ខខណ្ឌដែលបានបញ្ជាក់នៅក្នុងអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មត្រូវប្រើប្រាស់កិច្ចសន្យាសិភ័យកត់ត្រាប្រតិបត្តិការអាជីវកម្មការធ្វើប្រតិបត្តិការអាជីវកម្មត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណអ្នកដាក់ទ្រព្យនិងឯកសារបញ្ជាក់អត្តសញ្ញាណទ្រព្យគ្រប់កិច្ចសន្យាត្រូវធ្វើឡើងជាឡាយលក្ខណ៍អក្សរព្រមទាំងមានការបញ្ជាក់ឲ្យបានច្បាស់លាស់នៅលក្ខខណ្ឌនិងព័ត៌មានអបបរិមាដោយមានកំណត់ក្នុងមាត្រា19នៃអនុក្រឹត្យនេះត្រូវរក្សាទុកនៅរាល់ឯកសារប្រតិបត្តិការអាជីវកម្មនិងឯកសារពាក់ព័ន្ធនឹងអាជីវកម្មឲ្យបានត្រឹមត្រូវយ៉ាងតិចបំផុត5ឆ្នាំត្រូវផ្ដល់ព័ត៌មានទៅដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដែលមានទីតាំងនៅជិតកន្លែងអាជីវកម្មក្នុងករណីមានការសង្ស័យចំពោះអតិថិជនឬទ្រព្យណាមួយដែលពាក់ព័ន្ធនឹងបទល្មើសត្រូវរក្សាទុកទ្រព្យនៅកន្លែងដែលមានសុវត្ថិភាពនិងមិនត្រូវយកទ្រព្យនោះទៅប្រើប្រាស់ឡើយត្រូវទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ទ្រព្យដែលកើតឡើងក្នុងអំឡុងពេលជាប់កិច្ចសន្យាត្រូវបិទផ្សាយថ្ងៃនិងពេលវេលាធ្វើអាជីវកម្មនៅមុខច្រកចេញចូលទីតាំងអាជីវកម្មឲ្យបានត្រឹមត្រូវនិងងាយមើលឃើញត្រូវផ្ដល់របាយការណ៍មក ន.អ.ប. ឲ្យបានត្រឹមត្រូវនិងទៀងទាត់ស្របតាមលក្ខខណ្ឌដូចមានកំណត់ក្នុងអនុក្រឹត្យនេះនិងបទបញ្ញត្តិជាធរមានត្រូវអនុវត្តតាមការណែនាំរបស់ ន.អ.ប. ត្រូវអនុវត្តកាតព្វកិច្ចផ្សេងទៀតស្របតាមបទបញ្ញត្តិជាធរមានមាត្រា11ក្រុមហ៊ុនឬសហគ្រាសត្រូវបានហាមឃាត់ចំពោះសកម្មភាពអាជីវកម្មមួយចំនួនដូចខាងក្រោមការទទួលយកទ្រព្យពីអនីតិជនឬជនវិបឡុងស្មារតីឬពាក់ព័ន្ធនឹងអំពើចោរកម្មការទទួលយកទ្រព្យដែលច្បាប់ហាមឃាត់មានជាអតិចលនវត្ថុនិងអចលនវត្ថុដែលជាទ្រព្យសម្បត្តិរដ្ឋអាវុធនាចខាំនិងវត្ថុបុរាណជាដើមការបង្កវាទបដិវាទជាមួយក្រុមហ៊ុនឬសហគ្រាសដទៃទៀតការផ្ដល់ឯកសារឬព័ត៌មានមិនពិតមក ន.អ.ប. មានជាអតិកិច្ចសន្យាសៀវភៅកត់ត្រាប្រតិបត្តិការអាជីវកម្មនិងឯកសារប្រតិបត្តិការពាក់ព័ន្ធផ្សេងទៀតការចូលរួមឬពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសសម្លាប់ប្រាស់និងហិរញ្ញវិធានភេរវកម្មនិងហិរញ្ញវិធានទៅដល់ការរីករាយខ្ចីអាវុធមហាប្រឡាយឬអំពើល្មើសផ្សេងទៀតដែលផ្ទុយនឹងច្បាប់និងបទបញ្ញត្តិជាធរមានការទទួលយកទ្រព្យដែលពុំមានឯកសារឬលិខិតបញ្ជាក់អត្តសញ្ញាណទ្រព្យច្បាស់លាស់ផ្នែកទី2ការផ្សព្វផ្សាយពាណិជ្ជកម្មមាត្រា12ការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធអាជីវកម្មតាមគ្រប់រូបភាពត្រូវបានហាមឃាត់ចំពោះបុគ្គលដែលគ្មានអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មមាត្រា13ត្រូវបានហាមឃាត់ជាដាច់ខាតចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធអាជីវកម្មក្នុងរូបភាពទុច្ចរិតបំផិនការពិតឬលាក់បាំងព័ត៌មានណាមួយដែលដាំឲ្យមានការភ័ន្តច្រឡំឬចាត់ចូលជាទង្វើនៃការប្រកួតប្រជែងមិនស្មោះត្រង់ផ្នែកទី3ដើមទុនអាជីវកម្មមាត្រា14ក្រុមហ៊ុនឬសហគ្រាសដែលធ្វើអាជីវកម្មត្រូវមានដើមទុនដោយបានកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រធានក្រុមប្រឹក្សាអសហរាល់ការបង្កើនឬបន្ថយដើមទុនឬបង្វែរដើមទុនអាជីវកម្មត្រូវមានការឯកភាពជាគោលការណ៍ជាមុនពី ន.អ.ប. មាត្រា15ការប្រើប្រាស់ប្រភពទុនក្រៅពីដើមទុនដែលបានចុះបញ្ជីជាមួយ ន.អ.ប. ត្រូវស្នំសុំគោលការណ៍អនុញ្ញាតជាមុនពី ន.អ.ប. និងត្រូវស្ថិតក្រោមការតាមដានពី ន.អ.ប. វិធាននិងនីតិវិធីគ្រប់គ្រងនិងតាមដានការប្រើប្រាស់ដើមទុនអាជីវកម្មត្រូវកំណត់ដោយបទបញ្ញត្តិដោយឡែកផ្នែកទី5ប្រាក់តម្កល់ដំណើរអាជីវកម្មមាត្រា16ក្រុមហ៊ុនឬសហគ្រាសដែលស្នំសុំអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មត្រូវដាក់ប្រាក់តម្កល់ដំណើរអាជីវកម្មដោយមានកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រធានក្រុមប្រឹក្សាអសហផ្នែកទី5ការផ្ដល់ប្រាក់កម្ចីមាត្រា17ក្រុមហ៊ុនឬសហគ្រាសដែលបានទទួលអាជ្ញាប័ណ្ណអាចផ្ដល់ប្រាក់កម្ចីលើទ្រព្យដែលបានដាក់បញ្ចាំឬទ្រព្យដាក់ប្រតិភូដោយអនុវទានក្នុង1/1ទ្រព្យមិនឲ្យលើសពី 30% នៃដើមទុនដែលបានចុះបញ្ជីជាមួយ ន.អ.ប. មាត្រា18ក្រុមហ៊ុនឬសហគ្រាសដែលបានទទួលលិខិតអនុញ្ញាតអាជីវកម្មអាចផ្ដល់ប្រាក់កម្ចីលើទ្រព្យដែលបានដាក់បញ្ចាំឬទ្រព្យដាក់ប្រតិភូដោយអនុវទានក្នុង1/1ទ្រព្យមិនឲ្យលើសពី 20% នៃដើមទុនដែលបានចុះបញ្ជីជាមួយ ន.អ.ប. ផ្នែកទី6កិច្ចសន្យាមាត្រា19
កិច្ចសន្យាត្រូវកំណត់លក្ខខណ្ឌនិងព័ត៌មានអបបរិមាដោយខាងក្រោមនាមកនិងអាសយដ្ឋានរបស់ក្រុមហ៊ុនឬសហគ្រាសលេខរៀងនៃកិច្ចសន្យាប្រភេទអាជីវកម្មនិងការពិនិត្យនាទ្រព្យឈ្មោះនិងស្នាមមេដៃឬហត្ថលេខាអ្នកទទួលទ្រព្យឈ្មោះលេខអត្តសញ្ញាណប័ណ្ណឬលេខលិខិតឆ្លងដែនលេខទូរស័ព្ទទំនាក់ទំនងនិងស្នាមមេដៃឬហត្ថលេខាអ្នកដាក់ទ្រព្យចំនួនប្រាក់កម្ចីកាលបរិច្ឆេទផ្ដល់និងសងប្រាក់កម្ចីនិងអត្រាការប្រាក់ក្នុងមួយខែលេខឯកសារបញ្ជាក់អត្តសញ្ញាណទ្រព្យឬលិខិតបញ្ជាក់ពីម្ចាស់ទ្រព្យនិងឬអាជ្ញាធរមានសមត្ថកិច្ចកាលពីណាកាតព្វកិច្ចរបស់ក្រុមហ៊ុនឬសហគ្រាសចំពោះការកែប្រែឬផ្លាស់ប្ដូរព័ត៌មានណាមួយក្នុងកិច្ចសន្យាកាតព្វកិច្ចរបស់ក្រុមហ៊ុនឬសហគ្រាសនៅក្នុងការថែរក្សាទ្រព្យនិងការទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ទ្រព្យដែលកើតឡើងក្នុងអំឡុងពេលជាប់កិច្ចសន្យាសិទ្ធិរបស់ក្រុមហ៊ុនឬសហគ្រាសក្នុងការចាត់ចែងទ្រព្យក្នុងករណីអ្នកដាក់ទ្រព្យមិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវតាមកិច្ចសន្យាមាត្រា20អត្រាការប្រាក់ត្រូវកំណត់តាមការព្រមព្រៀងរវាងក្រុមហ៊ុនឬសហគ្រាសនិងអ្នកដាក់ទ្រព្យនិងត្រូវអនុលោមតាមបទបញ្ញត្តិជាធរមានកិច្ចសន្យានេះមានសុពលភាពអនុវត្តយ៉ាងយូរត្រឹម4ខែចាប់ពីកាលបរិច្ឆេទនៃការដាក់ទ្រព្យនិងអាចបន្តសុពលភាពសារជាថ្មីបានទៀតផ្នែកទី7មាត្រា21ក្នុងករណីអ្នកដាក់ទ្រព្យបានបំពេញកាតព្វកិច្ចចប់សពគ្រប់ដោយមានកំណត់ក្នុងកិច្ចសន្យាក្រុមហ៊ុនឬសហគ្រាសត្រូវប្រគល់ទ្រព្យទៅឲ្យអ្នកដាក់ទ្រព្យវិញភ្លាមមាត្រា22នៅអំឡុងពេលទ្រព្យកំពុងជាប់កិច្ចសន្យាក្រុមហ៊ុនឬសហគ្រាសពុំមានសិទ្ធិលួចផ្ទេរជួលប្រើប្រាស់ដាក់ធានាកាតព្វកិច្ចឬប្រគល់សិទ្ធិកាន់កាប់ទ្រព្យទៅឲ្យបុគ្គលណាម្នាក់ឡើយលើកលែងតែមានការឯកភាពជាល័យលាក់អក្សរពីអ្នកដាក់ទ្រព្យក្នុងករណីអ្នកដាក់ទ្រព្យមិនមានលទ្ធភាពអនុវត្តកាតព្វកិច្ចដោយមានកំណត់ក្នុងកិច្ចសន្យាក្រុមហ៊ុនឬសហគ្រាសត្រូវចាត់ចែងទ្រព្យដោយខាងក្រោមអាជីវកម្មបញ្ចាំទ្រព្យបញ្ចាំត្រូវចាត់ចែងអនុលោមតាមនីតិវិធីដោយមានចែងក្នុងច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធជាធម្មានអាជីវកម្មប្រាតិភូដោយអនុវទានទ្រព្យប្រាតិភូដោយអនុវទានត្រូវចាត់ចែងតាមលទ្ធភាពជាក់ស្ដែងឬនីតិវិធីដោយមានចែងក្នុងច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធជាធម្មានផ្នែកទី8ការផ្អាកនិងការបញ្ឈប់សកម្មភាពអាជីវកម្មមាត្រា24ក្រុមហ៊ុនឬសហគ្រាសដែលបានទទួលអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មដែលមានបំណងផ្អាកឬបញ្ឈប់សកម្មភាពអាជីវកម្មត្រូវដាក់សំណើជាល័យលាក់អក្សរនិងមានការឯកភាពជាមុនពីនអបមាត្រា25នអបមានសិទ្ធិផ្អាកសកម្មភាពអាជីវកម្មជាបណ្ដោះអាសន្នឬជាស្ថាពរក្នុងករណីពិនិត្យឃើញថាក្រុមហ៊ុនឬសហគ្រាសអនុវត្តផ្ទុយពីច្បាប់និងបទបញ្ញត្តិដែលមានជាធម្មានមាត្រា26វិធាននិងនីតិវិធីលម្អិតពាក់ព័ន្ធការផ្អាកនិងការបញ្ឈប់សកម្មភាពអាជីវកម្មនិងយន្តការគ្រប់គ្រងកិច្ចដំណើរការអាជីវកម្មត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងប្រធានក្រុមប្រឹក្សាអសហ